បទអត្ថាធិប្បាយរុក្ខជាតិអរុក្ខជាតិអស់បុរាណដែលមនុស្សជាច្រើនមើលរំលងសួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះយើងនឹងនាំគ្នាស្វែងយល់អំពីរុក្ខជាតិមួយប្រភេទដែលមនុស្សជាច្រើនប្រហែលជាធ្លាប់ឃើញដុះតាមវាលស្រែដីខ្សាច់ឬចិញ្ចើមផ្លូវប៉ុន្តែមិនសូវដឹងថាវាមានអត្ថប្រយោជន៍អ្វីខ្លះរុក្ខជាតិនោះគឺដើមអកដែលមានឈ្មោះវិទ្យាសាស្ត្រថា Calotropis gigantea អត្ថប្រយោជន៍ក្នុងអស្ថបុរាណជាច្រើនរយឆ្នាំមកហើយអ្នកព្យាបាលបុរាណបានយកដើមអកមកប្រើប្រាស់សម្រាប់គោលបំណងផ្សេងទី1គឺការជួយបំបាត់ការឈឺសន្លាក់និងឈឺសាច់ដុំគេយកស្លឹកទៅអាំងឲ្យក្តៅបន្តិចរួចយកមកស្អុំលើកន្លែងដែលឈឺវិធីនេះត្រូវបានប្រើប្រាស់នៅតាមជនបទជាច្រើនទី2គេប្រើស្លឹកដើម្បីជួយបន្ថយការហើមនិងការរលាកអ្នកខ្លះក៏ប្រើផ្កានិងឫសក្នុងរូបមន្តអស្ថបុរាណសម្រាប់ជួយបំបាត់ក្អកនិងសម្រួលការរំលាយអាហារនៅតំបន់ខ្លះទៀតទឹកជ័ររបស់វាត្រូវបានគេយកមកលាបលើឬកន្ទួលមួយចំនួនប៉ុន្តែវិធីនេះអាចបង្កឲ្យរលាកស្បែកដូច្នេះមិនគួរសាកល្បងដោយខ្លួនឯងឡើយតើវិទ្យាសាស្ត្រនិយាយយ៉ាងដូចម្តេចការសិក្សាជាច្រើនបានរកឃើញថាដើមអកមានសារធាតុគីមីធម្មជាតិជាច្រើនសារធាតុខ្លះអាចជួយប្រឆាំងនឹងការរលាកខ្លះទៀតអាចទប់ស្កាត់ការលូតលាស់របស់បាក់តេរីនិងផ្សិតមួយចំនួននៅក្នុងមន្ទីរពិសោធន៍ក៏មានការសិក្សាដែលបង្ហាញថាវាមានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរបីវិទ្យាសាស្ត្រសប្តាហ៍ថ្ងៃកំពុងស្រាវជ្រាវរុក្ខជាតិជាច្រើនដើម្បីរកសារធាតុថ្មីសម្រាប់ផលិតថ្នាំដូច្នេះការសិក្សារុក្ខជាតិមិនមែនដើម្បីយកមកប្រើដោយខ្លួនឯងទេប៉ុន្តែដើម្បីយល់ដឹងនិងអភិរក្សចំណេះដឹងបុរាណសេចក្តីសន្និដ្ឋានសរុបមកដើមអកគឺជារុក្ខជាតិដែលមានតម្លៃក្នុងអស្ថបុរាណនិងមានសក្តានុពលសម្រាប់ការស្រាវជ្រាវបន្តប៉ុន្តែវាមានសារធាតុពុលហើយមិនគួរយកមកប្រើជាថ្នាំដោយខ្លួនឯងឡើយចំណេះដឹងពិតគឺការយល់ពីទាំងអត្ថប្រយោជន៍និងហានិភ័យរបស់រុក្ខជាតិមិនមែនមើលតែផ្នែកល្អមួយមុខនោះទេរុក្ខជាតិនេះត្រូវបានគេស្គាល់តាំងពីបុរាណកាលមកម្ល៉េះហើយមានការប្រើប្រាស់ក្នុងអស្ថបុរាណនៅប្រទេសជាច្រើនទោះជាយ៉ាងណាវាក៏មានសារធាតុពុលផងដែរដូច្នេះការប្រើប្រាស់ត្រូវធ្វើដោយការប្រុងប្រយ័ត្នតើដើមអកមានលក្ខណៈដូចម្តេចដើមអកជារុក្ខជាតិដែលធន់នឹងអាកាសធាតុក្តៅនិងអាចរស់នៅលើដីស្ងួតបានយ៉ាងល្អវាមានស្លឹកធំក្រាស់ពណ៌បៃតងប្រផេះហើយមានស្រទាប់ដូចម្សៅស្រាលផ្ការបស់វាមានពណ៌ឬពណ៌ស្វាយស្រាលរាងស្រស់ស្អាតដូចផ្កាយចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺនៅពេលកាច់ដើមឬស្លឹកវានឹងបញ្ចេញទឹកជ័រពណ៌ដែលជាសារធាតុមានឥទ្ធិពលខ្លាំងហើយក៏ជាមូលហេតុដែលត្រូវប្រុងប្រយ័ត្នផងដែរប៉ុន្តែសូមបញ្ជាក់ថាការសិក្សាទាំងនេះភាគច្រើននៅកម្រិតមន្ទីរពិសោធន៍ឬសត្វពិសោធន៍ប៉ុណ្ណោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់សម្រាប់ណែនាំឲ្យប្រើជាថ្នាំព្យាបាលមនុស្សដោយសុវត្ថិភាពនោះទេហេតុអ្វីបានជារុក្ខជាតិនេះមានទាំងគុណនិងទាំងទោសនេះគឺជាចំណុចសំខាន់ណាស់ធម្មជាតិបានផ្ដល់ឲ្យរុក្ខជាតិមួយចំនួននូវសារធាតុការពារខ្លួនពីសត្វល្អិតសារធាតុទាំងនេះអាចផ្ដល់អត្ថប្រយោជន៍ខ្លះដល់មនុស្សប៉ុន្តែបើប្រើខុសវិធីវាក៏អាចបង្កគ្រោះថ្នាក់បានដែរ
ដូច្នេះអ្វីដែលជាឱសថក្នុងបរិមាណត្រឹមត្រូវអាចក្លាយជាសារធាតុពុលបើប្រើខុសបរិមាណការប្រុងប្រយ័ត្នទឹកជ័ររបស់ដើមអាក់អាចបណ្ដាលឲ្យរលាកស្បែកបើប៉ះភ្នែកអាចបណ្ដាលឲ្យឈឺភ្នែករលាកយ៉ាងខ្លាំងបើទួលទានវាអាចបណ្ដាលឲ្យក្អួតរាកឈឺពោះហើយក្នុងករណីធ្ងន់អាចប៉ះពាល់ដល់បេះដូងស្ត្រីមានផ្ទៃពោះកុមារនិងអ្នកមានជំងឺបេះដូងមិនគួរប្រើរុក្ខជាតិនេះឡើយហេតុអ្វីយើងគួរសិក្សារុក្ខជាតិបុរាណរុក្ខជាតិបុរាណគឺជាកេរដំណែលចំណេះដឹងដែលបុព្វបុរសបានបន្សល់ទុកកំណាប់ដើមអាក់ឱសថធម្មជាតិដើមអាក់ដុះតាមដីស្រែស្ងួតផ្កាស្អាតភ្លឺដូចពន្លឺថ្ងៃជារុក្ខជាតិបុរាណមានន័យថ្លៃបន្សល់ទុកពីដូនតាខ្មែរយើងស្លឹកនិងផ្កាមានគុណខ្លះណាស់ជួយសម្រាលការឈឺតាមបុរាណតែត្រូវប្រើដោយចំណេះដឹងប្រាណកុំប្រញាប់ប្រើដោយខ្លួនឯងធម្មជាតិផ្ដល់ទាំងគុណទាំងទោសចេះសិក្សាទើបបានផលល្អគោលវិទ្យាសាស្ត្រព្រមទាំងគ្រូពេទ្យសុខភាពរឹងមាំសុខសាន្តយូរអង្វែងថែរក្សាព្រៃឈើរុក្ខជាតិខ្មែរទុកជាមរតកដល់កូនចៅក្រោយរៀនពីធម្មជាតិដោយចិត្តរីករាយសុខភាពរុងរឿងជារៀងរហូតវាក៏រំលឹកផងដែរថាទោះរុក្ខជាតិនេះមានការប្រើប្រាស់ក្នុងអត្ថបុរាណក៏ដោយការប្រើប្រាស់គួរធ្វើដោយការប្រុងប្រយ័ត្ននិងផ្អែកលើការណែនាំពីអ្នកជំនាញបញ្ចប់វីដេអូប្រសិនបើប្រិយមិត្តយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like ចែករំលែកនិង Subscribe ដើម្បីលើកទឹកចិត្តដល់ការផលិតវីដេអូថ្មីអំពីរុក្ខជាតិអត្ថបុរាណនិងចំណេះដឹងល្អជាបន្តទៀតសូមអរគុណចំពោះការទស្សនាហើយជួបគ្នានៅវីដេអូក្រោយសូមជូនពរឲ្យប្រិយមិត្តទាំងអស់មានសុខភាពល្អនិងសំណាងល្អគ្រប់គ្នា